ម្នាក់រវល់ណាស់រកថ្ងៃស្លាប់សឹងតែមិនបានអ្នកខ្លះប្រឹងពេកស្លាប់ទៅទាំងដៃទទេមិនបានធ្វើល្អអ្វីសោះជីវិតមិនទៀងទាត់ទេកុំចាំពេលនេះពេលនោះអីឆ្លៀតសាងល្អពីថ្ងៃនេះឲ្យហើយរៀនធ្វើទានរក្សាសិលស្ដាប់ធម៌ធ្វើសមាធិរឿយគ្រាន់បានជាទ្រព្យជាប់តាមខ្លួនមានប៉ុណ្ណាល្បីប៉ុណ្ណាខ្ពស់ប៉ុណ្ណាក៏មិនចេះគ្រប់ដែរភ្លើងមិនឆ្អែតដោយអស់សមុទ្រមិនឆ្អែតដោយទឹកសេចក្តីប្រាថ្នារបស់មនុស្សមិនឆ្អែតស្កប់ស្កល់ឡើយសូមកុំបណ្ដោយឲ្យភាពលោភលន់ដឹកនាំអ្នកឲ្យប្រព្រឹត្តអាក្រក់ឡើយព្រោះវាមានពៀវារាវែងឆ្ងាយខំរកទ្រព្យដោយសុចរិតហើយរីករាយចំពោះអ្វីដែលអ្នកមានហើយចែករំលែកទ្រព្យខ្លះជាទានដើម្បីបានជាកំណប់បុណ្យទៅថ្ងៃអនាគតបើគេមានបានជាងអ្នករៀនត្រេកអរនឹងគេទៅសម្ពាធការងារផងសម្ពាធគ្រួសារផងសម្ពាធផ្លូវចិត្តផងយូរទៅយោងខ្លួនស្ទើរមិនរួចបើធ្ងន់កាយមេត្តាកុំធ្ងន់ចិត្តពេកបើហត់ខ្លាំងត្រូវសម្រាកខ្លះកុំបង្ខំខ្លាំងរហូតធ្វើបាបខ្លួនឯងឡើយសម្រាកចិត្តខ្លះរៀនព្រមតាមសមត្ថភាពដែលខ្លួនឯងមានរៀនញញឹមទទួលស្គាល់ការពិតរៀនអនុញ្ញាតឲ្យធម្មជាតិប្រព្រឹត្តតាមដំណើររបស់វានោះអ្នកនឹងបានធូរស្បើយពីសេចក្តីទុក្ខមិនខានរឿងកើតឡើងនៅក្នុងជីវិតមានល្អខ្លះមិនល្អខ្លះមិនអាចជ្រើសរើសបានទេតែអ្នកអាចជ្រើសរើសរបៀបឆ្លើយតបបានបើរឿងមិនល្អកើតឡើងហើយអ្នកមួម៉ៅថែមលទ្ធផលគឺរឹតតែមិនល្អចាត់ទុកថាជាសំណាងមិនល្អជាផលបាបចាស់ទៅចុះយកវាជាមេរៀនប្រឈមមុខដោយស្មារតីជីវិតនេះតម្រូវឲ្យអ្នករឹងមាំអ្នកមួម៉ៅច្រើនហើយបញ្ចេញកំហឹងដាក់គេឯងបង្ហាញថាភ្លើងឆាបឆេះបេះដូងគាត់ខ្លាំងហើយហូរហៀភ្លើងខ្លះមកខាងក្រៅគាត់ក្តៅក្រហល់ក្រហាយណាស់គួរឲ្យអាណិតអ្នកគ្មានអីត្រូវខឹងគាត់ទេតែគួររកវិធីជួយពន្លត់ភ្លើងកំហឹងក្នុងចិត្តគាត់វិញមនុស្សមិនឆ្លាតតែងប្រទុសរាយតបសម្រាប់អ្នកមានបញ្ញារក្សាចិត្តបានមិនបាច់ភ្លើងដាក់គ្នាទេគឺគេប្រើបញ្ញាដោះស្រាយវិញបិសាចកំហឹងធ្វើឲ្យមនុស្សល្អម្នាក់คล้ายជាអក្រិតជនក្នុងមួយប្រព្រឹត្តភ្នែកថ្ងៃល្អគឺថ្ងៃដែលអ្នករីករាយចិត្តថ្ងៃដែលអ្នកបានសាងល្អដោយកាយវាចាចិត្តព្រឹកឡើងលើកដៃសំពះរំលឹកគុណព្រះរតនត្រ័យនឹកគុណមេត្តាបិតាផ្សាយមេត្តាចិត្តដល់សព្វសត្វទម្លាប់ពោលវាចាល្អគិតរឿងល្អថ្ងៃនោះคล้ายជាថ្ងៃមានសេរីសួស្តីថ្ងៃរះថ្ងៃលិចគ្មានតាក់ទងនឹងរាសីអ្នកទេតែអំពើគឺកម្មដែលអ្នកបានសាងមានឥទ្ធិពលខ្លាំងលើជីវិតអ្នកព្យាយាមសាងល្អឲ្យបានច្រើនបុណ្យនឹងតាមបីបាច់ថែរក្សាអ្នកវិញពេលអ្នកធ្វើខុសអ្នកខ្លះដាស់តឿនអ្នកដោយពាក្យល្អអ្នកខ្លះទៀតមិនទុកមុខទុកមាត់ឲ្យអ្នកទេសូមគុំសង្ឃឹមថាគ្រប់គ្នានឹងដាស់តឿនអ្នកដោយពាក្យល្អគ្រប់ពេលឡើយត្រៀមខ្លួនទទួលដោយស្មារតីគុំច្រឡោតខ្លាំងពេកអីបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរអ្នកមិនអាចធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេបើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ចូលធ្វើទៅអ្នកនៅតែស្ដាប់យោបល់គេតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេបោះចោលទៅកុំយកទុកក្នុងចិត្តអីជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយអ្នកណាក៏ជួបបញ្ហាដែរជារឿងធម្មតាបើជួបហើយដោះទៅកុំរអ៊ូអីជីវិតគឺអញ្ចឹងឯងប្រឈមមុខចំពោះការពិតកុំតក់ស្លុតពេកស្លុតពេកទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើង
ដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅអ្វីមិនចិត្តតែបានដូចចិត្តអ្នករហូតទេរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកាត់ទុកពេលអ្នកខឹង1នាទីអ្នកបានបាត់បង់សេចក្តីសុខអស់60វិនាទីកំហឹងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកមុនដំបូងគេមុននឹងរៀលដាលទៅដល់អ្នកដទៃបើខឹងកុំខឹងយូរពេកអីខឹងមួយផ្លែតបានហើយរួចភ្លេចទៅកុំគុំទុកអីព្រោះបើគុំទៅក្តៅតែខ្លួនឯងរៀនខន្តីខ្លះរៀនអត់ឱនយកយល់ខ្លះអ្វីមិនចេះតែបានតាមចិត្តចង់ទេកំហឹងមួយផ្លែតកំហុសមួយជីវិតកុំយកកំហឹងជាម្ចាស់ក្នុងការសម្រេចចិត្តត្រូវធ្វើជាម្ចាស់កំហឹងវិញចិត្តមានតួនាទីសម្រាប់គិតតែបើគិតរញ៉េរញ៉ៃពេកវានាំទុកមកដាក់ខ្លួនវិញមិនខានរឿងណាហួសទៅហើយឲ្យវាហួសទៅចុះកុំស្ដាយអីស្ដាយទៅគ្មានបានអីមកវិញផងបានតែកើតរឿងក្តៅក្រហាយឥតប្រយោជន៍ខ្មោចកប់ហើយកុំគាស់មកហាត់អីស្អុយណាស់តែបើរឿងណាល្អរឿងបុណ្យកុសលនឹកឲ្យច្រើនចុះប្រឹងប្រែងថ្ងៃនេះឲ្យអស់ពីចិត្តពីថ្លើមថ្ងៃស្អែកជួបរឿងណាដោះរឿងនឹងទៅកុំព្រួយបារម្ភពេកអីគ្មាននរណាដឹងមុនទេស្មុកពេកទៅប្រយ័ត្នស្លាប់មុនអាយុ